តួអង្គខុននេរីចូលឆាកឈុតទី6ថេក1មនុស្សអីនិយាយខ្មែរមិនចេះស្ដាប់ទេខត់ទូខុនសូមឲ្យការជានឹងទីទៀតមកអូខេឈុតទី6ថេក2មនុស្សអីនិយាយខ្មែរមិនចេះស្ដាប់ខត់ឈុតទី6ថេក3ឈុតទី6ថេក21បានហើយឈប់និយាយថ្លង់ទេខត់ទូខុនសូមឲ្យការបានហើយឈប់និយាយថ្លង់ណាតើបងមានអារម្មណ៍យ៉ាងណាដែរដែលបានដើរតួអង្គស្រីតែម្នាក់គត់នៅក្នុងរឿងនេះចាបងមានអារម្មណ៍ថាដូចពីនាងតូចអញ្ចឹងចុះបងមានអ្វីផ្ដាំផ្ញើជូនទៅដល់ទស្សនិកជនដែរឬទេទាំងអស់គ្នាបានទស្សនាគម្រោងជីវិតអច្ឆរិយៈហើយឬនៅជីវិតអច្ឆរិយៈជាគម្រោងគំនូរជីវចលថ្មីដែលនិយាយអំពីបុគ្គលល្បីៗក្នុងប្រវត្តិសាស្ត្រខ្មែរភាគនីមួយៗក៏មានស្ទាយគំនូរខុសៗគ្នាដោយព្រះបាទសូរ្យវរ្ម័នទី2ត្រូវបានគូរឡើងតាមស្ទាយជញ្ជាំងប្រាសាទអង្គរជាដើមហើយភាគចុងក្រោយដែលនិយាយអំពីព្រះបាទជ័យវរ្ម័នទី7កំពុងចាក់ផ្សាយនៅលើគេហទំព័រអក្សរ Animation និង Smart Asiata កុំភ្លេចចុចទៅទស្សនាទាំងអស់គ្នាណា